សួស្តីអ្នកនរគ្នាហ្នឹងហើយតាក់ទងនឹងការលាយតំណប់នៅមេគ្នាយើងសួរច្រើនអញ្ចឹងក្នុងករណីដែលខ្ញុំលាបនេះខ្ញុំលាបអីវ៉ាន់តិចទេខ្ញុំលាបនីវប្រហែលជា20ស្លាបអញ្ចឹងខ្ញុំលាយតាមកម្រិតជាក់ស្ដែងខ្ញុំអត់លាយឲ្យសល់ច្រើនទេអញ្ចឹងខ្ញុំលាយបន្តិចសាំងខ្ញុំប្រើប្រហែលជាកន្លះលីត្រទេនីវ20ស្លាបវាយើងលាយមកល្មមដើម្បីកុំឲ្យសល់ខ្ញុំអ្នកនរគ្នាថាលាយមិននេះយើងលាយតាមកម្រិតចាស់ស្ដែងយើងទឹកទី1យើងអត់បញ្ហាទេអានេះខ្ញុំលាយ BO អ្នកនរគ្នាបាច់ឲ្យខាប់ពេកទេប៉ុណ្្នឹងទៅយើងចាក់តាមកម្រិតចាស់ស្ដែងទៅព្រោះពេលដែលយើងលាយទឹកទី1អញ្ចឹងយើងបើចាំលាយទៅតាមរូបមន្តទេបើក្នុងករណីដែលយើងលាយសម្រាប់បាញ់បើសិនជាលាយក្នុងសម្រាប់បាញ់យើងលាយតាមរូបមន្តទៅត្រូវហើយនេះកដុងកូនរឹងអ្នកនរគ្នាបើកូនរឹងបើសិនជាដាក់ក្នុងប្រភេទកដុងអញ្ចឹងគឺទុកបានយូរអត់ងាយកកទេអាចបានទៅដល់កន្លះខែណាក៏អត់កកដែរឲ្យតែសារបើកកម្របវាក្នុងមួយថ្ងៃអ្នកនរគ្នាអាចបើកកម្របវាម្ដងទៅបើកឲ្យបិទវិញបើកឲ្យបិទវិញតែបិទឲ្យចិត្តគឺទុកបានយូរចំពោះកូនរឹងដែលយើងទុកក្នុងប្រភេទកដុងដបទឹកសុទ្ធកន្លះលីត្រជើងនឹងដូចដប BO ហ្នឹងមិនបានយូរទេតែ2ថ្ងៃអីកកហើយបើយល់ល្អអ្នកនរគ្នាទិញមកប្រើអត់អស់អ្នកនរគ្នាមានកដុងធំដូចជាកដុងសាំង30លីត្រឬអាកដុងសាំង5លីត្រអីហ្នឹងយើងអាចចាក់វាចូលក្នុងហ្នឹងទៅដូចខ្ញុំបញ្ជាក់អញ្ចឹងអ្នកនរគ្នាអាសាបើកកម្របវាទៅបើតនេទេមួយថ្ងៃបើក2ដងអីទៅបើឲ្យគ្រប់ចិត្តបើកឲ្យគ្រប់ចិត្តគាត់មានកកទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយ